អរគុណបងស្រីសុំតខ្ញុំមិនដឹងថាទៅតចាប់ពីកន្លែងណាប៉ុន្តែគាត់ដូចជាចាប់អារម្មណ៍តកតងទៅនឹងការសិក្សាព្រះអភិធម្មក៏ដោយព្រះពុទ្ធវចនៈទាំងមូលនឹងក៏ដោយអញ្ចឹងខ្ញុំក៏ចង់លើករឿងព្រះពុទ្ធរូបនៅពលានយន្តហោះយើងថ្មីណាបងប្អូនពុទ្ធបរិស័ទចាប់អារម្មណ៍អីទេនៅពេលដែលខ្ញុំបកណានាងខ្ញុំឃើញរាជរដ្ឋាភិបាលលោកបានធ្វើពលានយន្តហោះថ្មីដែលមានព្រះពុទ្ធរូបយ៉ាងធំហើយស្អាតនៅចំកណ្ដាលហ្នឹងស្វាយចិត្តនេះគឺជាការបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណរបស់ខ្មែរហើយបញ្ជាក់យ៉ាងច្បាស់ថាខ្មែរយើងគឺជាអ្នកកាន់ព្រះពុទ្ធសាសនាដូចថាព្រះពុទ្ធសាសនាហ្នឹងគឺវាមានភាពស៊ីជម្រៅនៅក្នុងកៅអៅបេះដូងរបស់ពុទ្ធបរិស័ទប្រជាជនខ្មែរយើងសូម្បីតែបាវចនាក៏មានជាតិសាសនាព្រះមហាក្សត្របងប្អូនពុទ្ធបរិស័ទឃើញទេជាតិសាសនាព្រះមហាក្សត្រអញ្ចឹងឥឡូវនេះលោកបានធ្វើនៅព្រះពុទ្ធរូបដ៏ធំមួយនៅពលានយន្តហោះទៀតអញ្ចឹងបញ្ជាក់ពីថាប្រពៃណីខ្មែរយើងគឺផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនាយ៉ាងស៊ីជម្រៅបងប្អូនពុទ្ធបរិស័ទដូចកំឡុងពេលនេះចឹងគឺជាថ្ងៃកាន់បិណ្ឌថ្ងៃកាន់បិណ្ឌហើយយើងមានបុណ្យពិធីបុណ្យច្រើនទៀតនៅក្នុងស្រុកខ្មែរយើងកាន់បិណ្ឌពិសាខបូជាបុណ្យចូលឆ្នាំខ្មែរអាសាលហបូជាអីទៀតបងប្អូនខ្លះអត់ទាន់ដឹងថាអ្វីទៅជាបុណ្យប្រពៃណីខ្មែរអ្វីទៅជាបុណ្យរបស់ព្រះពុទ្ធសាសនាបុណ្យសាសនាដូចបុណ្យកាន់បិណ្ឌនេះគឺជាបុណ្យប្រពៃណីផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនាឬក៏ព្រះពុទ្ធសាសនាផ្សារភ្ជាប់ជាមួយនឹងប្រពៃណីគឺចងគ្នាឡើងជាប់ចឹងហើយខ្ញុំបកណាលើកឡើងមកទាំងអស់នេះគឺចង់ប្រាប់ថាបងប្អូនយើងខ្មែរយើងជាអ្នកកាន់ពុទ្ធសាសនាតង់តែសិក្សារៀនសូត្រព្រះពុទ្ធសាសនាបានច្បាស់ឲ្យបានច្បាស់ព្រោះព្រះអង្គត្រាស់ថាអ្នកដែលធ្វើឲ្យពុទ្ធសាសនារលំរលាយមិនមែនសាសនាដទៃទេគឺអ្នកកាន់ព្រះពុទ្ធសាសនាមិនអញ្ចឹងមកពីបងប្អូនអ្នកកាន់ពុទ្ធសាសនាអត់បានសិក្សារៀនសូត្រព្រះពុទ្ធសាសនាបានច្បាស់សូមអធិស្ឋានពីបងស្រីដែលបានសួរឲ្យសុំតព្រោះខ្ញុំអត់ដឹងថាចាប់តពីកន្លែងណាអញ្ចឹងខ្ញុំក៏លើកមកពីចំណុចនេះអញ្ចឹងណាមិនមែនបានន័យថាបងស្រីអត់បានសិក្សាហើយសិក្សាហើយចាប់អារម្មណ៍ហើយទៅបានតាមមើលអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចង់លើកឡើងបន្ថែមថាក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនាត្រូវសិក្សាព្រះពុទ្ធសាសនាឲ្យបានច្បាស់ខ្ញុំប្រកាសណានេះខ្ញុំនិយាយជាទូទៅទាំងអស់អញ្ចឹងណាបើយើងអត់សិក្សាព្រះពុទ្ធសាសនាឲ្យបានច្បាស់តលាស់ទេយើងឆាប់ជឿគេសទ្ធាអាភាពជឿហ្នឹងនៅពេលដែលអត់មានបញ្ញាច្បាស់លាស់គឺចាញ់បោកគេទៅអញ្ចឹងហ្មងបងប្អូនឃើញការចាញ់បោកគេតប្រេះតដាស់ឃើញច្រើនណាខ្ញុំប្រកាសណាខ្ញុំអត់ចង់លើកឧទាហរណ៍អីទេតែបើយើងជឿយើងសិក្សាព្រះពុទ្ធវចនៈព្រះវិន័យបត្រៃបិដកព្រះសូត្រព្រះអភិធម្មនៅពេលដែលសិក្សាបានច្បាស់ហើយអត់មានណាគេបោកយើងបានទេព្រោះយើងប្រកាសថានេះគេហៅអីហើយបុគ្គលក៏អញ្ចឹងដែរនេះសូម្បីតែខ្ញុំប្រកាសណាខ្ញុំប្រើឯកសន្តាននេះបងប្អូនខ្លះអត់ទាំងដឹងថាឯកសន្តាននេះអាម៉េចផងហ្នឹងនេះគឺជាឯកសន្តានដូនជីរដល់អ្នកខ្លះគាត់ថាភិក្ខុនីអីចឹងណាភិក្ខុនីក្រងឯកសន្តានបែបផ្សេងអញ្ចឹងដោយសារយើងបើកភ្នែកឲ្យទលាយមើលឲ្យធំអញ្ចឹងណាអញ្ចឹងបើយើងបានសិក្សាព្រះពុទ្ធវចនៈមួយឲ្យបានច្បាស់លាស់យើងអត់មានចាញ់បោកអ្នកណាគេទៀតទេហើយមួយទៀតសិក្សាព្រះពុទ្ធសាសនាឲ្យចូលទៅដល់ព្រះពុទ្ធសាសនាកុំនៅជាប់ថាបុគ្គលនេះអញ្ចេះបុគ្គលនោះល្អអញ្ចោះដល់ពេលនៅជាប់ថាបុគ្គលឧទាហរណ៍ណាគ្រាន់តែឧទាហរណ៍បងប្អូនពុទ្ធបរិស័ទស្រឡាញ់ចូលចិត្តខ្ញុំកណាឧទាហរណ៍អញ្ចឹងណាដល់ពេលចៃដន្យខ្ញុំកណាធ្វើអីមួយដែលមិនល្អមិនត្រឹមត្រូវអសទ្ធាបណ្ដោយឯងខំជឿវាឯងខំស្រឡាញ់វាចង់ងាប់ទីបំផុតអញ្ចឹងឃើញច្រើនហើយដល់ពេលយើងអត់ជាប់ជាមួយនឹងបុគ្គលទោះបីជាបុគ្គលនោះធ្វើអ្វីក៏យើងអត់មានអសទ្ធាជាមួយព្រះពុទ្ធសាសនាដែរប៉ុន្តែមិនមែនថាឧបត្ថម្ភបុគ្គលគឺត្រូវតែឧបត្ថម្ភហើយបើសិនជាមិនមានបច្ច័យ4មិនឧបត្ថម្ភបុគ្គលសួរថាបុគ្គលដែលជាអ្នកវាអត់មានអីជាការលើកទឹកចិត្ត
គឺត្រូវការមិនអត់ត្រូវការនេះកុំឲ្យថាអញ្ចឹងបាច់រវល់មួយបុគ្គលទេមិនរវល់ក៏បានប៉ុន្តែត្រូវឧបត្ថម្ភនៅសេចក្តីល្អនៅទង្វើល្អរបស់បុគ្គលហ្នឹងគាត់បានអីខ្លះដូចជាបច្ច័យ4អីហ្នឹងគឺត្រូវតែឧបត្ថម្ភប៉ុន្តែកុំឲ្យជាប់មួយបុគ្គលដល់ពេលជាប់ជាមួយបុគ្គលបងប្អូនខ្លះគាត់ជាប់រហូតដល់គាត់ស្រឡាញ់ចូលចិត្តមែនតែនទៅលោកកូនចេះលោកកូនចោះអីចឹងទៅសមនឹងកូនអញសមនឹងក្មួយអញឬមួយក៏ជាពិសេសស្ត្រីយើងនឹងតែម្ដងនិយាយចំទៅតូតុននៅពេលដែលគេធ្វើសេចក្តីល្អមកគឺស្រឡាញ់ចូលចិត្តរហូតដល់វែងជាមួយនឹងបុគ្គលហ្នឹងអីចឹងណាវាមានច្រើនណាឃើញហើយដល់ពេលអញ្ចឹងវាលើកមកទៅជាលក្ខណៈគេហៅថាវាយទាំងអស់អញ្ចឹងខ្ញុំកណាគាត់ណាសំណូមពរសិក្សាព្រះពុទ្ធសាសនាឲ្យបានច្បាស់ហើយខ្ញុំកណានឹងព្យាយាមធ្វើជាវីដេអូខ្លីៗតិចហើយបើចង់ដឹងច្បាស់មាននៅក្នុង YouTube របស់ខ្ញុំកណានេះខ្ញុំស្ត្រីក្នុងពុទ្ធសាសនាម៉ៅវលៈហ្នឹងអាចបើកទៅមើលបន្តបានដោយសារនៅទីនេះអាចដាក់ច្រើនបានទេអញ្ចឹងណាហើយនឹងតាមវិទ្យុមេតាអីហ្នឹងក៏ខ្ញុំបកណានឹងខ្ញុំព្យាយាមចែកនៅចំណេះដឹងដែលខ្លួនឯងមានហ្នឹងឲ្យបងប្អូនពុទ្ធបរិស័ទឲ្យបានដឹងយល់ឲ្យបានច្បាស់ដល់ពេលដែលយល់ដឹងបានច្បាស់ហើយជាក់ច្បាស់ក្នុងពុទ្ធសាសនាហើយសទ្ធាយើងងាប់ទោះបីបុគ្គលនឹងធ្វើអីឬមួយក៏មានរឿងហេតុអីកើតឡើងក៏អត់គឺដែរអរគុណច្រើន